តនីនាងខ្ញុំវលៈសូមជូនព័ត៌មានរបស់វិទ្យុជាតិនៃកែបសូមជូនមេត្តាព័ត៌មានករណីអគិភ័យនៅខណ្ឌដង្កោបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីคล้ายជាអគ្គិសនីឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់3ខ្នងកូរ៉េខាងជើងបង្កើនការរិះគន់ប្រឆាំងសម្ពយុទ្ធរបស់កូរ៉េខាងត្បូងអាមេរិកតែមិននិយាយពីការបាញ់មីស៊ីលសូមជូនព័ត៌មានពិស្ដាបើតាមការរ៉ាស្រង់ចេញពីគេហទំព័រផ្លេការរបស់ CNC បានឲ្យដឹងថាផ្ទះប្រជាពលរដ្ឋចំនួន3ខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី10 ខែមីនាឆ្នាំ 2025 ចំណុចដូនឪភូមិជើងឯកសង្កាត់ជើងឯកខណ្ឌនគររាជធានីភ្នំពេញយោងតាមរបាយការណ៍សមាជិកបានឲ្យដឹងថាម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាប់ឆេះឈ្មោះធុនប្រុញភេទប្រុសអាយុ45ឆ្នាំជាកសិករមានសមាជិកគ្រួសារ6នាក់ស្រី2នាក់ឈ្មោះនៅកុសលភេទស្រីអាយុ58ឆ្នាំមុខរបរនៅផ្ទះមានសមាជិកគ្រួសារ18នាក់ស្រី11នាក់ឈ្មោះធីថាភេទប្រុសអាយុ46ឆ្នាំមុខរបរចុងភៅមានសមាជិកគ្រួសារ8នាក់ស្រី3នាក់ផ្ទះដែលឆាបឆេះជាប្រភេទសំណង់ឈើលើថ្មីក្រោមប្រក់ស័ង្កសីទំហំ 6x4 ម៉ែត្រការ៉េមុនពេលកាត់ហេតុពួកគាត់បានលើសំឡេងផ្ទុះហើយចេញជាអណ្ដាតភ្លើងចេញពីផ្ទះទី1ដែលផ្ទះខាងលើមិនមានមនុស្សនៅចាក់សោចេញទៅក្រៅអស់បន្តពីលើសំឡេងផ្ទុះហើយចេញជាអណ្ដាតភ្លើងសន្ធោសន្ធៅពួកគាត់រស់នៅក្បែរនោះបាននាំគ្នាឆោឡោនិងយកបំពង់ផលិតអគ្គិភ័យទៅបាញ់តែมันអាចទប់ស្កាត់បានក៏បានរីកាជូនអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចដើម្បីសុំជំនួយរថយន្តផលិតអគ្គិភ័យម៉ោង 8 យប់ថ្ងៃដដែលទើបអន្តរាគមន៍បានករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេគឺគ្រាន់តែឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន3ខ្នងហើយមូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យបើតាមការរ៉ាស្រង់ចេញពីគេហទំព័រផ្លេការរបស់ BTV News បានឲ្យដឹងថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនៅថ្ងៃអង្គារសប្តាហ៍នេះបានបង្កើនការរិះគន់ប្រឆាំងសម្ពយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកដោយហៅថាជាសម្ពយុទ្ធសង្គ្រាមនុយក្លេអ៊ែរប៉ុន្តែមិនបាននិយាយពីការសាកល្បងមីស៊ីលប៉ាឡេស្ទិករបស់កូរ៉េខាងជើងដែលបានបាញ់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះទេយោងតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទិករយៈចម្ងាយជិតជាច្រើនគ្រាប់ឆ្ពោះទៅសមុទ្រលឿងកាលពីថ្ងៃច័ន្ទក្នុងការសាកល្បងមីស៊ីលប្លង់លើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំត្រឡប់មកកាន់សេតវិមានគ្មានប្រព័ន្ធផ្សាយព័ត៌មានរដ្ឋរួមទាំងទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េបានចុះផ្សាយរបាយការណ៍ស្ដីពីការបាញ់មីស៊ីលប្លង់នោះទេគិតត្រឹមព្រឹកថ្ងៃអង្គារនេះផ្ទុយទៅវិញសារព័ត៌មាន KCNA បានចេញផ្សាយអត្ថបទមួយស្ដីពីការចាប់ផ្ដើមនៃសម្ពយុទ្ធរួមដែលមានឈ្មោះថាខែលសេរីភាពដោយហៅសកម្មភាពនោះថាជាការហាត់សមសង្គ្រាមប្រឈមដាក់គ្នានៅក្នុងអត្ថបទដាច់ដោយឡែកមួយកាសែតរ៉ូដុងស៊ីនមុនដែលផ្ដល់អារម្មណ៍ដល់អ្នកអានទូទៅកូរ៉េខាងជើងក៏បានរិះគន់សម្ពយុទ្ធយោធារួមគ្នានេះផងដែរថាជាសម្ពយុទ្ធសង្គ្រាមនុយក្លេអ៊ែរមានគោលដៅលើកូរ៉េខាងជើងកាសែតនេះបានចោទប្រកាន់សម្ព័ន្ធមិត្តអាមេរិកថាបានប្រមូលផ្ដុំឧបករណ៍សង្គ្រាមនុយក្លេអ៊ែរចុងក្រោយបង្អស់ជាច្រើនប្រភេទដែលជាទំហំដ៏ធំនៃកងកម្លាំងឈ្លានពាននិងជនស៊ីវិលដើម្បីអនុវត្តសម្ពយុទ្ធប្រចាំឆ្នាំនៅទូទាំងប្រទេសកូរ៉េខាងត្បូងដែលបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទទី10មីនាសប្តាហ៍នេះនិងមានរយៈពេល11ថ្ងៃ